ខ្ញុំសូមវន្ទាឈ្មោះដល់ព្រះទេធាតព្រះសាងស្ដាទាំងចាត់តងអង្គភោផង់ក្រៃណាទុំនៅឆកាចិត្តខ្ញុំលំអត់បង្គំម្ដងទៀតព្រះអង្គខាងធាតសម្មាសម្ពុទ្ធដ៏មានសេរីបារមីវិសុទ្ធទាំងទ្វេល្អល្អិតណាស់បំផុតអង្គចានេះនឹងសំដែងបរិយាយចាចែងដើមបទអត្ថាអំពីសត្រីចេះចាត់ចែងការពិតមានលក្ខណៈមង្គលឆ្នែងពិតស្រីប្រុសទាំងទ្វីជាគូមានពីរបុរាណព្រេងព្រឹកស្រីជាប្រពន្ធប្រុសទុំឆ្ងាយចិត្តពុកលោកបណ្ឌិតណាឲ្យឈ្មោះថាប្តីស្ត្រីនិងបុរសក្នុងលោកទាំងអង្គភរិយាស្វាមីគឺប្តីប្រពន្ធនឹងហើយលោកស្ដីជនក្នុងលោកីហៅបានតាមថ្នាក់ប្តីជាអ្នករកទ្រព្យធនបានមកប្រពន្ធទុកដាក់ចាស់ទុំបុរាណបានពោលបញ្ជាក់ឲ្យនាងចងចាំឲ្យបានសំណាបជងដីរីឯស្រីយោងប្រងគ្រប់ប្រានទុំមីយាតខ្សោយក៏ដោយបើបានស្រីមានសន្តានខ្ជាប់ខ្ជួនមុនមមតែងបានចម្រើនទ្រព្យភីកើតព្រោះស្រីថែទាំចាត់ចែងទុកដាក់ចេះលក្ខសន្សំសង្វាតខិតខំរក្សាឲ្យគង់លោកថាស្រីប្រាជ្ញសុចរិតអង្គអាចដោយចិត្តផរផង់បើប្តីធ្វើខំចេះជួយដំរងនេះហៅស្រោចស្រង់ដោយល្អប្រពៃញាតិមិត្តទៅមកគេប្តីកុំយកបោបាច់សាច់ក្តីម៉ែឪបងប្អូនឬក៏សាច់ថ្លៃចេញអធិយាស្រ័យលោកថាស្រីស្មើ
ប្រព្រឹត្តល្អិតល្អលោកីកំរស្រីគប់ប្រសើរស្រីកាន់សាច់ចរិតប្តីបានក្រនបើដោយសារទង្វើទៅតាមធម៌អាទៀនសិលជាប់លាប់ទៅតាមទំលាប់ច្បាប់ពុទ្ធដំរាកំពូលសត្រីដូចនាងឧត្តរាចេញចាត់ចែងការមេត្តាធំធូនសុខចិត្តអង្គប្រាក់ជួស្រីមកថ្នាក់ថ្នមថែប្តីខ្លួនប្រាណបានសំសិលហើយបានថែធូនដាំស្លតាមក្បួនថ្វាយដល់ព្រះពុទ្ធល្អណាស់ម្ចាំងថ្លៃសូមអង្គស្រីស្រីត្រាត់តាមមិនជាយុទ្ធសិលមានបំលៃថ្លៃថ្លាបំផុតនឹងបានវិមុតណាផុតដល់និព្វានសូមអនុមោទនា